ចាប់ប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានដែលតកតងទៅនឹងយុវជនម្នាក់របួសធ្ងន់ឯម៉ូតូរបស់គេរងការខូចខាតទាំងស្រុងដោយសាររថយន្តកុងតឺន័រក្រុមហ៊ុន Asian David បើកបុកនឹងកិនរថយន្តដឹកកុងតឺន័រក្រុមហ៊ុន Asian David មួយគ្រឿងបានបើកបុកនឹងកិនម៉ូតូមួយគ្រឿងខ្ទេចឯអ្នកបើកបររងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងអំឡុងពេលដែលកំពុងបើកបរធ្វើដំណើរស្របគ្នាកាលពីវេលាម៉ោង 7:15 នាទីព្រឹកថ្ងៃទី 12 ខែវិច្ឆិកាឆ្នាំ 2013 នៅលើកំណាត់ផ្លូវជាតិលេខ 4 ត្រង់ចំណុចភូមិអូដឹមសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញម៉ូតូមួយគ្រឿងដែលត្រូវរថយន្តបើកបុកនឹងកិននោះម៉ាក Honda គប់ជ្រុង C70 ពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1BD 7233បើកបរដោយឈ្មោះអ៊ុំនីភេទប្រុសអាយុ 21 ឆ្នាំមុខរបរជាងក្រឡឹងមានទីលំនៅក្នុងភូមិព្រៃព្រីងសង្កាត់ចំចៅខណ្ឌពោធិ៍សែនជ័យតម្លៃរថយន្តបង្កម៉ាក Hino ពណ៌ខៀវពាក់ស្លាកលេខ 3C0350 អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះដាអាយុជាង 30 ឆ្នាំស្នាក់នៅក្នុងក្រុមហ៊ុន Asian David នោះនឹងបានរត់គេចខ្លួនបាត់ស្រមោលយោងតាមសាកសីបានដឹងថាគេបានឃើញរថយន្តបង្កហេតុនោះនឹងម៉ូតូរងគ្រោះបើកបរស្របគ្នាក្នុងទិសដៅពីលិចទៅកើតដោយរថយន្តបើកតាមពីក្រោយម៉ូតូលុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានបុកនឹងកិនម៉ូតូស្រស់ៗតែម្ដងពុំដឹងពេលនោះអ្នកបើកបររថយន្តរវល់តែងាកទៅណានោះឡើយទើបបានជាមើលមិនឃើញម៉ូតូហើយបុកបែបនេះពេលនោះអ្នកបើកបរម៉ូតូបានខ្ទាតចេញក្រៅកង់បានខ្ទាតចេញក្រៅកង់រថយន្តរងរបួសធ្ងន់ធ្ងរចំណែកឯម៉ូតូបានខ្ទាតចូលក្រោមកង់រថយន្តត្រូវរថយន្តនេះកិនសំប៉ែតដូចជាជៀនក្រោយពេលកាត់ហេតុប៉ូលីសបានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំការដោះស្រាយតាមផ្លូវច្បាប់